បាទសួស្តីអញ្ចឹងថ្ងៃនេះយើងនឹងបន្តមេរៀនយើងបន្តទៀតបាទគឺមេរៀនទី5ការវិតម្លៃការអនុវត្តអឺអូខេសូមអានម្ដងទៀតការវិតម្លៃការអនុវត្តការវិតម្លៃជាក់លាក់និងនិទេសបទអូខេអញ្ចឹងយើងចូលវត្ថុបំណងបាទវត្ថុបំណងបន្ទាប់ពីសិក្សាមេរៀននេះចប់គរុនិស្សិតនឹងបាទនឹងអីខ្លះ បាទយើងមាន3ចំណុចបាទកំណត់បានពីលក្ខណៈសំខាន់នៃការវិតម្លៃការអនុវត្តបាទពេលវេលាសមស្របក្នុងការប្រើប្រាស់ចំណុចខ្លាំងនិងដែនកំណត់នៃការវិតម្លៃការអនុវត្តបាទបង្ហាញភាពខុសគ្នានៃបញ្ជីត្រួតពិនិត្យ checklist មាត្រដ្ឋានវិតម្លៃ rating scale និងនិទេសបទអូខេ rubric គេ rubric ដើម្បីសម្រេចបានដើម្បីសម្រេចចិត្តបានត្រឹមត្រូវថាប្រភេទនីមួយៗត្រូវប្រើប្រាស់នៅពេលណាបាទបង្កើតកិច្ចការអនុវត្តដែលមានលក្ខណៈទូលាយនិងចង្អៀតនិងបង្កើននីតិបទដែលមានប្រសិទ្ធភាពដោយផ្អែកលើទ្រឹស្ដីដែលបានសិក្សាបាទអញ្ចឹងគឺបន្ទាប់ពីសិក្សាមេរៀននេះចប់គ្រូសិស្សនឹងបានដឹងទាំង3ចំណុចនេះអូខេបាទមាតិកាបាទការវិតម្លៃការអនុវត្តចរិតលក្ខណៈអូខេ1 2ចំណុចខ្លាំងនិងដែនកំណត់នៃការវិតម្លៃការអនុវត្ត1 3លទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាសម្រាប់ការវិតម្លៃការអនុវត្តបាទ1 4ការបង្កើតកិច្ចការអនុវត្ត1 5បញ្ជីត្រួតពិនិត្យវាឋានវិតម្លៃ rating scale និងនិទេសបទបាទ2ការវិតម្លៃជាក់លាក់បាទទី1និចរិតលក្ខណៈទី2គឺការរៀបចំការវិតម្លៃជាក់លាក់បាទទី3គឺការធានាគុណភាពនៃការវិតម្លៃជាក់លាក់អូខេសំណួរ1ប្រើប្រាស់ករណីសិក្សានៅទំព័រទី267ដើម្បីឆ្លើយសំណួរតើអ្នកនឹងវាយតម្លៃការងារអនុវត្តដោយរបៀបណាបាទទី2តើការវាយតម្លៃការអនុវត្តជាអ្វីតើចរិតលក្ខណៈនៃការវាយតម្លៃការអនុវត្តមានអ្វីខ្លះ3តើចំណុចខ្លាំងនិងចំណុចខ្សោយនៃការវាយតម្លៃមានការអនុវត្តជាអ្វីបាទទី4តើវត្ថុបំណងក្នុងមួយពេលសិក្សា learning targets ប្រភេទណាខ្លះដែលត្រូវប្រើការវាយតម្លៃការអនុវត្តចូលពណ៌នាដោយសង្ខេបបាទសំណួរបង្កើតកិច្ចការអនុវត្តដោយផ្អែកលើជំហានទាំង3នៃការបង្កើតកិច្ចការអនុវត្តបាទទី6ចូលបង្កើតភាពបាទ sorry ចូលបង្ហាញភាពខុសគ្នារវាង checklist rating scales and rubrics អូខេ7តើនិទេសបទមានប្រភេទប៉ុន្មានប្រភេទចូលបង្កើតនិទេសបទប្រភេទអឺ holistic and analytic ដើម្បីដាក់ពិន្ទុលើការវិតម្លៃការអនុវត្តបាទទី8គូផែនទីគំនិតដែលបង្ហាញយ៉ាងច្បាស់លាស់ពីទំនាក់ទំនងរវាងការវិតម្លៃជាក់លាក់ authentic គេ assessment ការវិតម្លៃការអនុវត្ត performance assessment និងការវិតម្លៃតាមដំណាក់គេ formative assessment ដែលពេលខ្លះត្រូវបានប្រើប្រាស់ដោយខុសឆ្គងបាទបន្តទៀតគឺករណីសិក្សាទំព័រទី267អូខេចែកបានចែកករណីបាទចែកករណីសិក្សាឲ្យគ្រូនិស្សិតអានករណីសិក្សានិងឆ្លើយសំណួរ10នាទីបាទ1ការវិតម្លៃការអនុវត្តការវិតម្លៃការអនុវត្តពាក់ព័ន្ធនឹងការវិតម្លៃពីបំណិនឬសមត្ថភាពរបស់សិស្សក្នុងការបង្កើតផលិតផលមួយបង្កើតចម្លើយឬធ្វើបទបង្ហាញអូខេអញ្ចឹងនិពន្ធដោយ Len ឆ្នាំ2010អឺពាក្យការអនុវត្ត performance បាទគឺជាពាក្យកាត់សម្រាប់ផ្អែកលើការអនុវត្តឬការអនុវត្តនឹងផលិតផលមានន័យថាសិស្សប្រើចំណេះដឹងនិងបំណិនរបស់ពួកគេដើម្បីបង្កើតអ្វីមួយសង្សង្កត់ធ្ងន់លើសមត្ថភាពសិស្សក្នុងការបង្កើតកិច្ចការផ្ទាល់ដោយប្រើចំណេះដឹងនិងជំនាញរបស់ពួកគេបាទមួយការវាយតម្លៃការអនុវត្តអូខេក្នុងករណីខ្លះកិច្ចការគឺជាបទបង្ហាញដូចជាការច្រៀងអូខេអញ្ចឹងយើងអាចបាទរូបភាពនេះគឺទាញទៅក្នុង website បាទយើងចូលទៅគឺឃើញបាទការលេងព្យ៉ាណូបាទការហាត់ប្រាណ
អូខេបាទករណីខ្លះសមត្ថភាពនេះត្រូវបានបង្កើតតាមរយៈផលិតផលដូចជាការបំពេញសន្លឹកកិច្ចការគម្រោងឬវីដេអូបាទបន្តទៀតគឺមួយការវាយតម្លៃការអនុវត្តបាទមួយចរិតលក្ខណៈបាទចរិតលក្ខណៈការវាយតម្លៃការអនុវត្តបាទការវាយតម្លៃការអនុវត្តគឺវាប៉ុណ្ណឹងបាទប្រើបំណិនបង្ហាញហេតុផលបាទប្រើគំនិតនិងខ្លឹមសារដែលមានលក្ខណៈសំខាន់ជាធម្មតាមិនមានចម្លើយត្រឹមត្រូវតែមួយទេទាមទារមេរៀនប្រកបដោយនិរន្តរភាពបាទប្រើលក្ខណៈវិនិច្ឆ័យច្បាស់លាស់និងនិទេសបទសម្រាប់ការដាក់បន្ទុកបាទសម្ដែងបង្កើតថ្មីស្ថាបនាផលិតឬធ្វើអ្វីមួយបាទចុងក្រោយគេពន្យល់បង្ហាញភាពត្រឹមត្រូវនឹងការពារការវាយតម្លៃការអនុវត្តមួយពីរចំណុចខ្លាំងនិងដែនកំណត់នៃការវាយតម្លៃការអនុវត្តអូខេចំណុចខ្លាំងបាទចំណុចខ្លាំងបាទសិស្សដែលឆ្លើយសំណួរមិនបានល្អមានឱកាសបង្ហាញពីការរៀនសូត្រតាមរបៀបផ្សេងបាទសិស្សចូលរួមរៀនយ៉ាងសកម្មដែលជាផ្នែកមួយនៃការវាយតម្លៃព្រោះគេចូលរួមដើម្បីអនុវត្តឲ្យបានជោគជ័យមានឱកាសច្រើនដើម្បីសង្កេតពីដំណើរការនៃការអនុវត្តវាស់វែងពីការគិតស៊ីជម្រៅបានល្អជាងការធ្វើតេស្តដែលមានចម្លើយជ្រើសរើសបាទមួយការវាយតម្លៃការអនុវត្តមួយពីរចំណុចខ្លាំងនិងដែនកំណត់នៃការវាយតម្លៃការអនុវត្តពហុនិងលក្ខណៈវិនិច្ឆ័យជាក់លាក់សម្រាប់វិនិច្ឆ័យភាពជោគជ័យដែលត្រូវបានកំណត់បាទពហុនិងលក្ខណៈវិនិច្ឆ័យជាក់លាក់សម្រាប់វិនិច្ឆ័យភាពជោគជ័យដែលត្រូវបានកំណត់សិស្សរៀនពីរបៀបវាយតម្លៃការអនុវត្តផ្ទាល់ខ្លួនតាមរយៈស្វ័យវាយតម្លៃបាទចំណុចខ្លាំងបាទពួកគេរៀនពីរបៀបសួរសំណួរនិងរបៀបធ្វើការជាមួយអ្នកដទៃប្រកបដោយប្រសិទ្ធភាពអូខេគ្រូគួរចែករំលែកលក្ខណៈវិនិច្ឆ័យទាំងនេះដល់សិស្សមុនពេលវាយតម្លៃដូច្នេះសិស្សអាចប្រើវានៅពេលពួកគេរៀនបាទ slide ទី12អូខេ slide ទី12អឺមួយការវាយតម្លៃការអនុវត្តបាទមួយពីរចំណុចខ្លាំងនិងដែនកំណត់នៃការវាយតម្លៃការអនុវត្តចំណុចខ្លាំងអូខេលើកទឹកចិត្តអ្នកអប់រំអូខេឲ្យឈ្វេងយល់ពីគោលបំណងនិងដំណើរការសិក្សាធម្មជាតិនៃការវាយតម្លៃគ្រូវាយតម្លៃលើឡើងវិញពីវត្ថុបំណងនៃការសិក្សាវិធីសាស្ត្របង្រៀននិងស្តង់ដារគ្រូឈ្វេងយល់ពីរបៀបដែលសិស្សនឹងប្រើប្រាស់ម៉ោងរៀនរបស់ពួកគេខុសៗគ្នានិងថាតើមានធនធានគ្រប់គ្រាន់សម្រាប់សិស្សទាំងអស់ដែរឬទេមួយការវាយតម្លៃការអនុវត្តអូខេបាទបន្តទៀតគឺមួយពីរបាទមួយពីរចំណុចខ្លាំងនិងដែនកំណត់នៃការវាយតម្លៃការអនុវត្តភាពជឿជាក់ឬភាពទៀងទាត់អូខេភាពជឿជាក់ឬភាពទៀងទាត់អូខេការវាយតម្លៃជាការវាយតម្លៃការអនុវត្តគឺជាប្រធានបទក្នុងការពិចារណាពីកំហុសនៃការវាស់វែងដែលកាត់បន្ថយភាពជឿជាក់អូខេដែនកំណត់គំរូពេលវេលាបាទបង្កើតកិច្ចការលក្ខណៈវិនិច្ឆ័យនៃការដាក់បន្ទុកនិងនិទេសបទគ្រប់គ្រងកិច្ចការសង្កេតសិស្សនិងប្រើប្រាស់និទេសបទដើម្បីដាក់បន្ទុកការអនុវត្តឬផលិតផលបាទឯកនេះគឺកិច្ចការតែមួយមិនអាចឆ្លុះបញ្ចាំងពីសមត្ថភាពសរុបរបស់សិស្សបានត្រឹមត្រូវទេវាទាមទារប្រមូលទិន្នន័យពីកិច្ចការច្រើនបាទអញ្ចឹងយើងចូលដល់ slide ទី14អូខេការវាយតម្លៃការអនុវត្ត1.3លទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាសម្រាប់ការវាយតម្លៃការអនុវត្តបាទការយល់ដឹងស៊ីជម្រៅការវាយតម្លៃការអនុវត្តបាទការគិតស៊ីជម្រៅអំពីការអនុវត្តចំណេះដឹងនិងជំនាញតាមវិធីថ្មីនិងសមត្ថភាពខ្ពស់ជាងមុនបាទការបង្ហាញហេតុផលផលិតផលគម្រោងនិងកិច្ចការស្រាវជ្រាវបំណិនហើយគេជំនាញក្នុងការបង្ហាញហេតុផលទំនាក់ទំនងនឹងកិច្ចការចិត្តចិត្តចលករបាទចិត្តចលករគេបន្តទៀតគេ slide ទី15អូខេការវាយតម្លៃការអនុវត្តអូខេឧទាហរណ៍នៃបំណិនចិត្តចលករ fine motor skill បាទ fine motor skill មានន័យការកាន់ខ្មៅដៃ gross motor skill គឺការដើរ complex គឺការបើកយានយន្ត visual ការចម្លង verbal and auditory គឺ
កំណត់និងញែកសម្លេងបាទនេះការប្រើកន្ត្រៃការគូសបន្ទាត់អូខេនេះមានការរក្សាលំនឹងអញ្ចឹងការប្រើកន្ត្រៃការលោតផ្លោះការវាយកូនគោលដំណើរការកុំព្យូទ័របាទបាទបន្តទៀតនេះគឺការរករូបភាពបង្កប់អូខេបញ្ចេញសំឡេងដោយប្រុងប្រយ័ត្នអូខេត្រាប់តាមសំឡេងការស្វែងរកអក្សរអូខេអញ្ចឹងបន្តទៀតគឺការផាត់ពណ៌បាទការផាត់ពណ៌ការគូសតាមស្នាមអូខេការគូសតាមស្នាមផលសិល្បៈខាងសរសេរវាអត្ថបទអូខេការដើរបាទ the gross motor បាទ gross motor ការដើរការលូតផ្លោះការរក្សាលំនឹងការរាំការលោតការឡើងដើមឈើការបោះឬចោលគេ complex បាទ complex បើកបរយានយន្តបាទកីឡាវាយកូនគោលដំណើរការកុំព្យូទ័រការដើរលើខ្សែពួរប្រើប្រាស់មីក្រូទស្សន៍បាទការហែលទឹកបាទការវះកាត់បាទ visual បាទ visual ការចម្លងការស្វែងរកអក្សរការរករូបភាពបង្កប់កំណត់រូបរាងការនឹកឃើញពីលំដាប់នៃរូបភាពការញែកទំហំរូបរាងនិងពណ៌ប្រធ្យៈបាទប្រធ្យខ្យារម្មណ៍នៃជម្រៅបាទ verbal and auditory កំណត់និងញ័យសំឡេងត្រាប់តាមសំឡេងបញ្ចេញសំឡេងដោយប្រុងប្រយ័ត្នប្រើបបូរមាត់និងអណ្ដាតត្រឹមត្រូវដើម្បីបង្កើតសូរសំឡេងស្ដាប់ដោយប្រុងប្រយ័ត្នបាទការវិតម្លៃបាទការវិតម្លៃការអនុវត្តការបង្កើតកិច្ចការអនុវត្តបាទការបង្កើតឬកំណត់គំនិតសម្រាប់កិច្ចការមួយបាទការបង្កើតកិច្ចការនិងបរិបទពណ៌នាការរៀបចំសំណួរឬតម្រុយសំណួរកិច្ចការអនុវត្តអូខេ restrict tab task extended tab task អូខេthe purpose is to provide a blueprint បាទគម្រោង to ensure essential criteria are met data is reasonable it will elicit the desired student performance the actual question problem or prompt that you give to students will be based on the task description ការវិតម្លៃការអនុវត្ត checklist rating scales and rubrics ប្រភេទនៃការដាក់បន្ទុកអូខេតារាងបញ្ជីត្រួតពិនិត្យមាត្រដ្ឋានវិតម្លៃនិទេសបទវិតម្លៃទិដ្ឋភាពរួមនិទេសបទវិតម្លៃលម្អិតអូខេដល់យើងបន្តទៀតការវិតម្លៃការអនុវត្ត checklist rating scale and rubric តារាងបញ្ជីត្រួតពិនិត្យការចុះបញ្ជីនៃលក្ខណៈវិនិច្ឆ័យឬផ្នែកត្រួតពិនិត្យមើលថាតើលក្ខណៈវិនិច្ឆ័យឬផ្នែកនីមួយៗបានបំពេញហើយឬនៅជាប្រភេទនៃការសម្រេចចិត្តបាទចាស់ឬទេល្អសម្រាប់ការវិតម្លៃតាមលំដាប់លំដោយនៃជំហានដែលតម្រូវឲ្យធ្វើឧទាហរណ៍ប្រើប្រាស់បញ្ជីត្រួតពិនិត្យដើម្បីវិតម្លៃថាតើសិស្សបានធ្វើតាមជំហានត្រឹមត្រូវក្នុងការប្រើប្រាស់មីក្រូទស្សន៍ដែរឬទេបាទការវិតម្លៃការអនុវត្តបាទ figure 10.5 checklist for evaluation a PowerPoint presentation yes no okay and here the topic has been extensively and accurately researched a storyboard consider all logical and consequently number slide has been developed. 3. The introduction is interesting and engage the audience. The font are easy to read and font size varies appropriately for heading and text. The use of italics, bold, and underline contributes to readability of the text. The background and color enhance the text. The graphic, animation, and sound enhance the overall presentation. Graphic are the proper size. The text is free of spelling, punctuation, capitalized, and grammatical errors. អូខេ1ការវិតម្លៃក្នុងការអនុវត្តអូខេ15
checklist rating scale and rubrics មានដ្ឋានវិតម្លៃ rating scale ផ្ដល់នៅកម្មវិធីក្នុងការកត់ត្រានិងបង្ហាញឲ្យដឹងពីកម្រិតផ្សេងៗគ្នានៃគុណភាពក្នុងការអនុវត្តមានដ្ឋានបែបបរិមាណមានដ្ឋានបែបគុណភាពជាការរួមបញ្ចូលលេខនិងអក្សរការវិតម្លៃការអនុវត្ត checklist rating scale and rubrics ប្រើលេខដើម្បីបង្ហាញពីកម្រិតគ្នានៃបំណិនអូខេមួយមាត្រដ្ឋានបែបបរិមាណបន្ទុកនៅលើមាត្រដ្ឋានអាចប្រែប្រួលពី20ទៅ10 if you are going to use the scale to indicate low medium and high then 3 point are sufficient យល់ដឹងពេញលេញ5 4 3 2 1យល់ដឹងមិនពេញលេញតិចតួចគ្មានចលនាគ្មានរចនាសម្ព័ន្ធ1 2 3 4 5 7មានរចនាសម្ព័ន្ធច្បាស់លាស់ចេះបាទចេះអាន start 1 2 3ចេះអាន start អូខេតោះបន្តទៀតគេការវិតម្លៃការអនុវត្តប្រើពាក្យសម្ដីពណ៌នាដើម្បីបង្ហាញពីការអនុវត្តរបស់សិស្សអូខេពីមាត្រដ្ឋានបែបគុណភាព one tab indicates the different gradations of the dimension អូខេមាត្រដ្ឋានបែបគុណភាពតិចតួចមិនដែលពេញលេញអូខេសមស្របបំផុតមិនពេញលេញអូខេដោយផ្អែកដោយកម្រស្ទើរតែពេញលេញសមស្របខ្លះត្រូវការកែលម្អល្អប្រសើរសរុបមិនពេញលេញជានិច្ចកាលញឹកញាប់យូរម្ដងអូខេបាទយើងចូលដល់ slide ទី23អូខេការវិតម្លៃការអនុវត្ត novice បាទ novice ហ្នឹងគឺថ្មីតែម្ដង novice emergent proficient advanced អូខេបាទនេះបើធៀបជាមួយនឹងគ្រូវិញ novice ហ្នឹងគឺបាទគឺគ្រូមូលដ្ឋានយើងហ្នឹងដែលគាត់អត់ធ្លាប់ធ្វើគ្រូហ្នឹងគឺ novice តែម្ដងចូលមករៀនបាទ emergent ហ្នឹងគឺគ្រូគាត់គ្រូកិច្ចព្រមព្រៀងបាទកិច្ចព្រមព្រៀងឲ្យគាត់បានរៀនបាទគ្រូកិច្ចព្រមព្រៀងបានរៀនហើយបានគាត់ទៅមករៀនបាទ proficient ហ្នឹងគឺគ្រូក្របខ័ណ្ឌតែម្ដង advanced គឺគ្រូល្អហេ indicate បាទ in 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 net បាទ inadequate need improve បាទ need improvement បាទកាលណាយើងចប់ក្រុមហ៊ុននៃមួយចុងឆ្នាំគេធ្វើគេហៅថា evaluation បាទធ្វើការវិតម្លៃទៅកាលណាក្រុមហ៊ុនចេញមក need improvement គឺយើងអត់សប្បាយចិត្តទេអញ្ចឹងណាអូខេ good បាទ proficient excellent អូខេ proficient need improvement អូខេបន្តទៀត absent developing អូខេand adequate fully developed limited partial through អូខេ emerging developing achieving not there yet shows grow proficient អូខេអញ្ចឹង slide ទី24គេ slide ទី24ការវិតម្លៃការអនុវត្ត checklist rating scale and rubric អូខេនីតិបទ rubric គេ rubric are the most common and more effective way to score performance assessment okay a rubric is a score guide that includes a scale that spans different level of competency okay rubric organize and give more detail to the criteria developing rubric rubric are better developed by combining several different procedure Galavan okay Galavan 2009 Watts Kenny 2008 it is helpful to begin by clarify how the discipline define different level of performance បាត់ slide ទី25អូខេយើងនៅតែ10 slide ទៀតចប់ហើយការវិតម្លៃការអនុវត្ត checklist rating scale and rubric holistic rubric គឺជានីតិបទមួយដែលប្រភេទនីមួយៗនៃមាត្រដ្ឋានមានលក្ខណៈវិនិច្ឆ័យជាច្រើនផ្ដល់ពិន្ទុតែមួយដែលផ្ដល់នៅចំណាប់អារម្មណ៍ឬការវិតម្លៃទូទៅអូខេភាពសម័យរបស់វានិងសមត្ថភាពក្នុងការផ្ដល់នៅការវិតម្លៃ
សង្ខេបសមហេតុផលវាបង្ហាញតិចតួចអំពីអ្វីដែលត្រូវកែលម្អការដាក់ពិន្ទុលើទិដ្ឋភាពរួមផ្ដល់នៅព័ត៌មានជាក់លាក់អំពីអ្វីដែលសិស្សធ្វើបានល្អនិងអ្វីដែលត្រូវកែលម្អទៀតគេការវិតម្លៃការអនុវត្តបាទការពណ៌នាល្អប្រសើរល្អមធ្យមខ្សោយអូខេបង្ហាញមានភាពតាក់ទាញនឹងការរៀបចំល្អវាគ្មិនបង្ហាញការយល់ដឹងច្បាស់លាស់អំពីប្រធានបទនិងភ្ជាប់ជាមួយអ្នកស្ដាប់ប្រកបដោយប្រសិទ្ធភាពប្រើប្រាស់សម្ភារៈជំនួយដើម្បីបង្កើនការយល់ដឹងបានល្អនិងគ្រប់គ្រងពេលវេលាបានត្រឹមត្រូវអូខេល្អបាទល្អគឺបទបង្ហាញមានលក្ខណៈច្បាស់លាស់និងរៀបចំបានត្រឹមត្រូវវាគ្មិនបង្ហាញការយល់ដឹងពីប្រធានបទបានល្អនិងទាក់ទាញអ្នកស្ដាប់សម្ភារៈគ្រប់គ្រងខ្លឹមសារប៉ុន្តែមិនគ្រប់គ្រាន់ពេលវេលាលើសឬសល់ម៉ោងបន្តិចបន្តួចបទបង្ហាញមានរចនាសម្ព័ន្ធមួយចំនួនប៉ុន្តែខ្វះភាពច្បាស់លាស់ដោយផ្អែកវាគ្មិនបង្ហាញការយល់ដឹងជាមូលដ្ឋានអំពីប្រធានបទប៉ុន្តែមិនបានទាក់ទាញអ្នកស្ដាប់ឲ្យចូលរួមទេសម្ភារៈជំនួយក្នុងការមើលត្រូវបានប្រើប្រាស់តិចតួចបំផុតអស់ពេលវេលាសម្រាប់បទបង្ហាញសោយបទបង្ហាញគ្មានរចនាសម្ព័ន្ធនឹងច្បាស់លាស់វាមិនបង្ហាញការយល់ដឹងតិចតួចពីប្រធានបទនិងមិនទាក់ទាញអ្នកស្ដាប់សម្ភារៈនិងពេលវេលាមិនសមស្របបាទការវិតម្លៃការអនុវត្តបាទ slide ទី27បាទការវិតម្លៃការអនុវត្តនីតិបទវិតម្លៃលម្អិត Analytic Rubric បាទលក្ខណៈវិនិច្ឆ័យនីមួយៗទទួលបានបន្ទុកដាច់ដោយឡែកការផ្ដល់ការវិនិច្ឆ័យកែលម្អព័ត៌មានដល់អ្នកសិក្សាបានល្អប្រសើរនិងមានប្រយោជន៍សម្រាប់ការវិតម្លៃការអនុវត្តប្រើពេលច្រើនក្នុងការបង្កើតនិងដាក់ពិន្ទុសិស្សអាចមើលពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ពួកគេបានយ៉ាងច្បាស់ការវិតម្លៃholistic analytics scale holistic template and analytic template okay score 4 3 2 1 all components demonstrate at sophisticated level of understanding all or more component that demonstrate adequate level of understanding more or some component demonstrated adequate level of understanding few or no component indicate poor understanding cái analytic templates criteria ABC D poor mean inadequate emerging beginning okay provision accomplishment and when exemplary for okay difference between holistic and analytic rubric here analytic template and here holistic template okay okay slide ទី29ការវិតម្លៃការអនុវត្តចំណុចមួយចំនួនដែលអូខេដែលអ្នកគួរយកចិត្តទុកដាក់នៅពេលដែលអ្នកអភិវឌ្ឍនីតិបទអូខេត្រូវប្រាកដថាលក្ខណៈវិនិច្ឆ័យដោតលើទស្សនវិជ្ជាសំខាន់នៃការអនុវត្តគូផ្គងប្រភេទនៃការវិតម្លៃជាមួយនឹងគោលបំណងនៃការវិតម្លៃពីការពិពណ៌នាអំពីលក្ខណៈវិនិច្ឆ័យគួរតែសង្កេតបានដោយផ្ទាល់គួរតែសរសេរលក្ខណៈវិនិច្ឆ័យដូច្នេះសិស្សឪពុកម្ដាយនិងអ្នកផ្សេងទៀតយល់ដឹងពីវាអូខេចរិតលក្ខណៈនិងលក្ខណៈពិសេសដែលប្រើក្នុងមាត្រដ្ឋានគួរតែត្រូវបានកំណត់ច្បាស់លាស់និងជាក់លាក់មានវិធីសមស្របដើម្បីកាត់បន្ថយកំហុសក្នុងការដាក់ពិន្ទុប្រព័ន្ធដាក់ពិន្ទុត្រូវតែអាចធ្វើបានអូខេ slide ទី30អូខេយើងនៅសល់6 slide ទៀតការវិតម្លៃជាក់លាក់បាទចរិតលក្ខណៈនៃការវិតម្លៃជាក់លាក់authentic assessment ការពិនិត្យដោយផ្ទាល់លើសមត្ថភាពសិស្សក្នុងការប្រើចំណេះដឹងដើម្បីអនុវត្តកិច្ចការដែលបានជួបក្នុងជីវិតពិតឬអឺពិភពអូខេ alternative assessment អូខេ alternative assessment លើពីការប្រឡងដោយសារការសង្កេតការតាំងពីពណ៌នាធ្វើបទបង្ហាញផ្ទាល់មាត់ការពណ៌នាផលបត្តិការសម្ភាសន៍និងរួមអូខេslide ទី31ការវិតម្លៃជាក់លាក់អូខេចរិតលក្ខណៈនៃការវិតម្លៃជាក់លាក់ authentic assessment
Okay, one គឺ performance based task. Okay, two it require complex problem solving. Three defense of an answer or product. Okay, three four okay, formative. Five include collaboration with others. Okay, so six non scoring criteria. Seven you are multiple indicator for scoring. Okay, and the last one it is to real life content apply the learning. Okay, here we call a characteristic or authentic assessment. Okay, ការវិតម្លៃជាក់លាក់ការរៀបចំវិតម្លៃជាក់លាក់បង្កើតគឺកណ្ដាក់កិច្ចតែងការបង្រៀនការវិតម្លៃសកម្មភាពរៀននិងការអនុវត្តការបិទបាំង okay camouflage occur when superficial real world elements are introduced to the assessment on order for it to appear authentic. Coming okay, contact might of the human for authentic assessment lie in the context feedback from the real world should help the learner to record performance. Okay, the open and environment elicit higher order thinking and embed embedded in context. Okay, authentic assessment should be designed with in a room for learners to exercise choice, come the opportunity to exercise the higher order thinking, judgment, strategy, real self reflection. ការវិតម្លៃជាក់លាក់ការវិតម្លៃជាក់លាក់ការធានាគុណភាពនៃការវិតម្លៃជាក់លាក់សុពលភាពវិសាលភាពនៃការនៃតេស្តដែលត្រូវបានរៀបចំដើម្បីវាស់វែងបរិបទពិភពក្នុងការវិតម្លៃជាក់លាក់ផ្ដល់ឲ្យយើងនៅលទ្ធផលដែលតំណាងឲ្យការអនុវត្តបានច្រើនប៉ុន្តែវាក៏អាចបង្ហាញនៅលទ្ធផលចម្រុះដែលពេលខ្លះហួសពីការគិតគូររបស់អ្នកវិតម្លៃហើយគេភាពជឿជាក់ភាពជឿជាក់ភាពជឿទុកចិត្តបានមានន័យថាធ្វើតេស្តមួយផ្ដល់លទ្ធផលបន្ទុកដូចគ្នានៅពេលវេលាផ្សេងគ្នាការវិតម្លៃជាក់លាក់ពាក់ព័ន្ធនឹងការអនុវត្តដែលចំណាយពេលនិងកម្លាំងច្រើនដើម្បីទទួលបានបន្ទុកចំណែកតេស្តពហុជ្រើសរើសអាចទទួលបានបន្ទុកដែលគួរឲ្យទុកចិត្តក្នុងរយៈពេលខ្លីយុត្តិធម៌មានន័យថាតេស្តត្រូវបានរៀបចំឡើងតាមរបៀបដែលមិនផ្ដល់អត្ថប្រយោជន៍ឬគុណវិបត្តិដល់ក្រុមអ្នកសិក្សាណាមួយឡើយគេយុត្តិធម៌អ្នកសិក្សាគួរតែជ្រើសរើសបរិបទនៃកិច្ចការវិតម្លៃរបស់គេប៉ុន្តែវាមិនបានដោះស្រាយបញ្ហាទាំងស្រុងនោះទេគេឯកសារយោង Okay, thanks for your attention. Question answer. Okay, that's all for this presentation. បាទអញ្ចឹងនៅក្នុងសប្តាហ៍ទី5នេះគឺយើងរៀនអំពីការវិតម្លៃការអនុវត្តការវិតម្លៃជាក់លាក់និងនីតិបទអូខេអញ្ចឹងនីតិបទយើងដឹងហើយនីតិបទគឺយើង scale វាបាទ scale ដូចថាល្អល្អបាទដូចជាបន្ទុកយើងហ្នឹងមានធ្លាក់មានមធ្យមមានធ្លាក់មានខ្សោយមានមធ្យមមានល្អបង្ពួរល្អមានល្អណាស់និងល្អប្រសើរគេយើង scale តាមនីតិបទអូខេការវិតម្លៃអនុការអនុវត្តអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយ